ហើយមួយវិញទៀតតើតើនៅក្នុងថ្ងៃនេះតែម្ដងគឺនឹងមានការចេញផ្សាយទៅលើទិន្នន័យតើតើនឹងអតិផរណាគឺជាទិន្នន័យ PCE របស់សហរដ្ឋអាមេរិកនៅវេលាម៉ោង 7:30 នាទីអញ្ចឹងទិន្នន័យនេះផងដែរត្រូវបានគេព្យាករណ៍ថាវាមានការងើបឡើងបាទជំរាបសួរអតិថិជនទាំងអស់គ្នាជួបគ្នាជាថ្មីនៅក្នុងកម្មវិធីវិភាគព័ត៌មានប្រចាំថ្ងៃរបស់ក្រុមហ៊ុន GFE Investment ដែលជួបជាមួយនឹងខ្ញុំគុណណាន់នៅថ្ងៃទី27មិថុនា2025នេះខ្ញុំនឹងធ្វើការចែកម្លែកជូនក៏ដូចជាអាប់ដេតទាក់ទងនឹងបម្រែបម្រួលនៃតម្លៃទីផ្សារបាទទាក់ទងនឹងតម្លៃដែលយើងធ្វើការចាប់អារម្មណ៍នោះគឺទាក់ទងនឹងតម្លៃហាងឆេងមាសដែលយើងឃើញថាកាលពីម្សិលមិញតម្លៃហាងឆេងមាសគឺវាមានការប្រែប្រួលនៅក្នុងទំហំត្រឹមតែ$40តែប៉ុណ្ណោះនៅក្នុងមួយអោនឬក៏$49នៅក្នុងមួយដំឡឹងដែលវាបានប្រែប្រួលនៅក្នុងចន្លោះតម្លៃ$3,310ទៅ$3,350នៅក្នុងមួយអោនឬស្មើនឹង$3,987រហូតដល់តម្លៃ$4,036នៅក្នុងមួយដំឡឹងអូខេអញ្ចឹងយើងឃើញថាតើតើក្នុងតម្លៃហាងឆេងមាសគឺវាមានការប្រែប្រួលហាក់បីជាតិចតួចមែនទែនបន្ទាប់ពីវាមានការស្ងប់ស្ងាត់នៃព្រឹត្តិការណ៍សង្គ្រាមនៅខាងមជ្ឈិមបូព៌ាអញ្ចឹងយើងឃើញថាតម្លៃហាងឆេងមាសនេះគឺហាក់បីជាកំពុងតែរងចាំអ្វីមួយដែលធ្វើឲ្យតម្លៃនេះគឺអាចនឹងមានការផ្លាស់ប្ដូរទិសដៅតែនៅក្នុងតម្លៃក្នុងពេលបច្ចុប្បន្នគឺយើងប្រើពាក្យបច្ចេកទេសមួយគេហៅថាតម្លៃគឺមានការប្រែប្រួលនៅក្នុងកម្រិតមួយ sideways ដែលវាមានការប្រែប្រួលតិចតួចនៅក្នុងចន្លោះឡើងលើចុះក្រោមនៅក្នុងកម្រិតមួយត្រឹមតែ$40តែប៉ុណ្ណោះបាទអញ្ចឹងតើតើនឹងព្រឹត្តិការណ៍ក៏ដូចជាព័ត៌មានផ្សេងដែលយើងធ្វើការអាប់ដេតនោះគឺដូចជាតើតើនឹងការពីយប់មិញគឺយើងឃើញថាទិន្នន័យរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយម៉ោង 7:30 នាទីគឺវាចម្រុះតែម្ដងមានន័យថាមានទិន្នន័យខ្លះល្អនិងទិន្នន័យខ្លះមិនល្អដែលក្នុងនោះគឺតើតើនឹងទិន្នន័យ unemployment claim គឺវាមានការធ្លាក់ចុះដែលបង្ហាញឲ្យឃើញថាអ្នកដែលទៅ claim លុយពីរដ្ឋាភិបាលដែលបញ្ជាក់ថាខ្លួនអត់មានការងារធ្វើគឺវាមានការធ្លាក់ចុះមួយវិញទៀតតើតើក្នុងទិន្នន័យ durable goods របស់សហរដ្ឋអាមេរិកក៏មានការល្អប្រសើរដែរហើយក៏បានមានការងើបឡើងអញ្ចឹងពីចំណុចនេះគឺបានធ្វើឲ្យលុយដុល្លារគឺវាមានការងើបឡើងមកលើវិញបន្តិចតែជាមូលហេតុធ្វើឲ្យតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះផងដែរបាទប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតើតើទិន្នន័យ GDP របស់សហរដ្ឋអាមេរិកគឺវាមានការធ្លាក់ចុះតែជាទិន្នន័យមួយបានអូសទាញឲ្យតម្លៃលុយដុល្លារវាមានការធ្លាក់ចុះមកវិញអញ្ចឹងយើងមើលឃើញថាតើទិន្នន័យយប់មិញដែលបានចេញផ្សាយនោះគឺនៅក្នុងចំណោម3គឺមានទិន្នន័យ2ល្អទិន្នន័យ1អន់អញ្ចឹងក៏បានធ្វើឲ្យតម្លៃហាងឆេងមាសធ្លាក់ចុះមួយប្រាយប៉ុន្តែសម្រាប់តម្លៃមាននៅក្នុងព្រឹកនេះតែម្ដងគឺនៅក្នុងតម្លៃ$3,311នៅក្នុងមួយអោនអញ្ចឹងយើងឃើញថាតម្លៃហាងឆេងមាសហាក់បីជាមិនទាន់មានការប្រែប្រួលខ្លាំងទៅណានោះទេដោយវាទំនងជាអាចនឹងរងចាំទៅលើព័ត៌មានអីផ្សេងទៀតដែលអាចនឹងកើតឡើងបាទដែលនៅក្នុងពេលនេះគឺពិភពលោកទាំងមូលក៏ដូចជាទីផ្សារទាំងមូលគឺកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទាក់ទងនឹងការអនុវត្តគោលនយោបាយរូបិយប័ណ្ណរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកដោយលោក Jerome Powell គឺកំពុងតែមានទំនោរនៅក្នុងការទម្លាក់អត្រាការប្រាក់អញ្ចឹងដែលយើងនៅតែបដោតថាបើសិនជាធនាគារកណ្ដាលនៅតែធ្វើការរក្សាឬក៏ចង់ធ្វើការទម្លាក់អត្រាការប្រាក់នោះអញ្ចឹងតម្លៃលុយដុល្លារច្បាស់ហ្នឹងគឺអាចនឹងមានការធ្លាក់ចុះហើយធ្វើឲ្យតម្លៃហាងឆេងមាសអាចនឹងមានការហក់ឡើងផងដែរហើយមួយវិញទៀតតើតើនៅក្នុងថ្ងៃនេះតែម្ដងគឺនឹងមានការចេញផ្សាយទៅលើទិន្នន័យតើតើនឹងអតិផរណាគឺជាទិន្នន័យ PCE របស់សហរដ្ឋអាមេរិកនៅវេលាម៉ោង 7:30 នាទីអញ្ចឹងទិន្នន័យនេះផងដែរត្រូវបានគេព្យាករណ៍ថាវាមានការងើបឡើងដល់ទិន្នន័យចាស់គឺមានត្រឹម 2.5% ទិន្នន័យដែលគេព្យាករណ៍គឺ 2.6% នេះដោយយើងបដោតទៅលើទិន្នន័យ Core PCE ប្រចាំឆ្នាំអញ្ចឹងទិន្នន័យ PCE នេះហើយគឺជាផ្នែកមួយដែលធ្វើឲ្យមានការប៉ះពាល់ដល់ការសម្រេចចិត្តរបស់លោក Jerome Powell ដែលជាប្រធានធនាគារកណ្ដាលនៅក្នុងការសម្រេចគោលនយោបាយរូបិយវត្ថុនៅពេលខាងមុខបាទអញ្ចឹងសម្រាប់នៅក្នុងថ្ងៃនេះគឺជាថ្ងៃសុក្រចុងសប្តាហ៍អញ្ចឹងតម្លៃទីផ្សារនៅមានការបិទនៅវេលាម៉ោង 5 ព្រឹកនៅថ្ងៃសៅរ៍អញ្ចឹងសម្រាប់ការជួញដូររបស់អតិថិជនទាំងអស់គ្នាសូមធ្វើការប្រុងប្រយ័ត្នដោយហេតុតែនៅក្នុងចុងសប្តាហ៍ថ្ងៃសៅរ៍ឬក៏ថ្ងៃអាទិត្យវាអាចនឹងមានហេតុការណ៍ណាមួយកើតឡើងបាទដែលជាមូលហេតុមួយអាចធ្វើឲ្យតម្លៃហាងឆេងវាមានការប្រែប្រួលខ្លាំងនៅពេលបើកផ្សារនៅក្នុងព្រឹកថ្ងៃច័ន្ទបាទអញ្ចឹងសម្រាប់អ្វីដែលបងប្អូនត្រូវធ្វើការប្រុងប្រយ័ត្ននោះគឺតកតងនឹងគឺតាក់ទងនឹងការ trade គឺត្រូវធ្វើការកំណត់ take profit ក៏ដូចជា stop loss ឲ្យបានត្រឹមត្រូវដើម្បីការពារហានិភ័យនិងផលចំណេញផងដែរអញ្ចឹងសរុបមកសម្រាប់ថ្ងៃនេះសម្រាប់លុយដុល្លារគឺនៅតែប្រឈមនឹងការធ្លាក់ចុះប្រជាប្រិយដែលជាអាចជាឱកាសមួយធ្វើឲ្យតម្លៃផ្សេងដែលធៀបជាមួយនឹងលុយដុល្លារអាចមានការងើបឡើងផងដែរអរគុណបងប្អូនអរគុណដែលបានតាមដានវីដេអូមួយតាំងពីដើមរហូតដល់ចប់បាទសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងផ្សេងតាក់ទងនឹងការវិនិយោគលើទីផ្សារមួយនេះសូមកុំភ្លេចចំណាយពេល5នាទីជួបជាមួយនឹងខ្ញុំគុណណាន់សូមអរគុណសូមជម្រាបលា